តបងប្អូនថ្ងៃនេះមកនាំគ្នាធ្វើឡុកឡាក់សាច់គោម្ដងឡាក់សាច់គោបែបហាងថ្ងៃនេះតែមកដាក់សាច់គោពងទាចឹងយើងចាប់ផ្ដើមហើយចាប់ផ្ដើមឆាខ្ទឹមតាមយើងលើហត់ដងដាក់ខ្លាញ់ដាក់អីហ្នឹងទៅដាក់សាច់គោយើងដាក់តែមួយផ្លែតបានហើយជាឆាត្រឡប់ហើយយើង1នាទីទៅ2នាទីទៅហើយដល់ដាក់គ្រឿងមានតាំងពីទឹកម្ទេសស្ករក្រហមបើឌីជេតាមធម្មតាយើងមកបងប្អូនដាក់មកតាមរសជាតិរបស់បងប្អូនត្រូវការមកចឹងមកប៉ុណ្ណឹងស្អាតហ្នឹងមកមកចឹងយើងដាក់គ្រឿងដាក់អីមកអែបមកតោះមកយើងមានបន្លែស្រាប់ដែលយើងបានរៀបចំឲ្យដួសដាក់លើបន្លែដែលយើងមានស្រាប់មានសាឡាត់ស្រួយមានសាឡាត់ស្រួយមានខ្ទឹមបារាំងមានអីហ្នឹងដាក់មកគឺអែបមករោយជាមួយនឹងទឹកខ្ទឹមតិចៗមកនិយាយពីឆ្ងាញ់ណាដាក់ពងទាដែលចៀនហើយស្រេចទៀតនឹងលឿនបងប្អូនចុងសប្តាហ៍លឿនញ៉ាំជាមួយនឹងទឹកម្រេចជាមួយដាក់ម្ទេសដាក់អីមកគឺដឹងជាតិហើយអូខេបងប្អូនបាយបាយរៀនធ្វើទាំងអស់គ្នាផ្ទះអស់លុយតិច